ស្ដីបងប្អូនថាយើងមកមើលវីដេអូមួយមកច្រើនពេកបងប្អូនខ្ញុំមួម៉ៅrồiហើយវីដេអូនេះសូមចេញផ្ញើជូនទៅអ្នកដែលធ្វើធុងនេះផងធុងនេះខ្ញុំសូមផ្ញើជូនទៅអ្នកធ្វើមុននឹងធ្វើលក់ឲ្យគេតេះឲ្យដឹងពីគុណភាពឲ្យច្បាស់លាស់សិនកុំចេះតែលក់យកទៅលុយគេនេះដោយសារតែបញ្ហាខ្ញុំយកមកគឺខូចពងមកដល់ខ្ញុំអស់ច្រើនណាស់សិតតែពងប្រកាសទៀតខូចអស់ច្រើនហើយខ្ញុំអត់ដឹងខ្ញុំយកមកដាក់ថែមអានេះចំណុះ70គ្រាប់ខ្ញុំដាក់តែ60គ្រាប់ផងអត់ញើសបងប្អូនញើស2គ្រាប់ហើយធុងភ្ញើគុណភាពបែបម៉េចនេះបើ60គ្រាប់ញើស2គេហៅធុងអីគេវិញបងប្អូនគេហៅធុងអីគេវិញខ្ញុំចង់និយាយទេខូចពងមិនប្រកាសខ្ញុំបងប្អូនដឹងហើយថាមនុស្សខ្ញុំអ្នកស្រឡាញ់មិនប៉ុណ្ណាហើយខ្ញុំអ្នកប្រកាសមិនមិនបងប្អូនដឹងហើយតែវីដេអូនេះខ្ញុំសុំផ្ញើជូនទៅអ្នកធ្វើមុននឹងធ្វើតេស្តគុណភាពឲ្យល្អសិនមកចាំលក់យកលុយគេហើយទិញមកទៅបានមួយខែទេបងប្អូនពងមិនក៏ខូចអស់ច្រើនហើយខូចបាត់ហើយខូចបាត់កន្លែងវាមិនបញ្ហាមកតែសំខាន់គេយកគុណភាពព្រោះវាខូចពងខ្ញុំមកច្រើនវិញខ្ញុំខាតពងប្រកាសអស់ច្រើនពេកបងប្អូនបងប្អូនស្គាល់ហើយគាត់នេះមន់ព្រៃគាត់នឹងចំមន់ព្រៃតែមើលទូរបស់គាត់មិនហ្នឹងបើតាមខ្ញុំមើលណាទាំងហាលគាត់ទាំងហាលAC វាក្តៅខ្លាំងហើយចានទឹកកទូចវាអាចអត់គ្រប់សំណើមហើយកម្ដៅឡើងខ្លាំងហើយក៏មានវ៉ូលីមដូចយើងចេះទៀតពេលអញ្ចឹងពូក្តៅខ្លាំងហើយទាំងហាលវាចេញកម្ដៅមកខ្លាំងទៀតចានទឹកទូចសំណើមអត់គ្រប់អញ្ចឹងធ្វើឲ្យក្តៅខ្លាំងអត់ញាស់ទេត្រូវខូចហ្នឹងឥឡូវខ្ញុំរៀបទូភ្ញាស់ឲ្យគាត់មួយខ្ញុំឃើញគាត់ខាត់បងអស់ច្រើនឥឡូវយើងរៀបចំនេះឬត្រូវខ្ញុំខមមិននៅក្នុងវីដេអូគាត់ហ្នឹងខ្ញុំថាខ្ញុំឲ្យគាត់មួយខ្ញុំរៀបថ្មីហ្មងនេះខ្ញុំដាក់ក្បាល W3002 ឲ្យគាត់នឹងយកទៅភ្ញាស់ទៅញ៉ាក់យកលុយទេញាស់ទៅចាំញាស់ចាំបងមើលគុណភាពតាមហ្នឹងបើខ្ញុំរៀបរបៀបផ្សេងរៀបចឹងខ្ញុំរៀបខ្ញុំមានវ៉ូលីមខ្ញុំមានចង្ហាល់មានអីហើយខ្ញុំរៀបចង្ហាល់មានចង្ហាល់210វ៉ុលវាអត់ក្តៅទេវាមានដុំឡែងភ្លើងទៀតនេះដុំឡែងភ្លើងនេះ210វ៉ុល220ចូលមក210វ៉ុលដើម្បីឲ្យចង្ហាល់នេះស៊ីហើយចង្ហាល់210វ៉ុលនេះវាត្រជាក់វាអត់សូវក្តៅទេហើយបើចង្ហាល់ AC អញ្ចឹងអាចង្ហាល់នោះវាចេញកម្ដៅហើយអំពូលក្តៅទៀតហើយអត់មានវ៉ូលីមមូលទៀតអញ្ចឹងចានទឹកទូចសំណើមតិចអញ្ចឹងសំណើមអត់គ្រប់ហើយកម្ដៅក្តៅខ្លាំង